រឿងចាប់ចម្រិតឃាតកម្មមួយទាំងមូលប៉ុន្តែបែរជានាំគ្នាទៅបកស្រាយទៅវិញសម្រាប់ជនជាតិខ្មែរយើងវាជាទម្លាប់ហើយអត់តែមានរឿងអីបន្តិចដឹងតែនាំគ្នាបកស្រាយដើម្បីយករួចខ្លួនចឹងទៅតែបងប្អូនត្រូវដឹងថាសម្រាប់ជនបរទេសដូចជាជនជាតិកូរ៉េជនជាតិជប៉ុនអាមេរិកប្រទេសគេដែលជឿនលឿនណាគេអត់យកការបកស្រាយជាធំទេការបកស្រាយគឺជាការដោះសារដែលកិច្ចវេះមិនទទួលខុសត្រូវមិនថាវាកើតឡើងដោយសារជនជាតិគេឬក៏ជនជាតិណាផ្សេងទេអ្វីដែលគេផ្ដោតសំខាន់គឺទៅលើកើតនៅប្រទេសណាប្រទេសហ្នឹងគឺជាអ្នកទទួលខុសត្រូវបើប្រទេសហ្នឹងមិនបើកដៃទេពួកហ្នឹងក៏វាមិនហ៊ានចូលមករស់នៅចូលមកធ្វើអីតាមតែចិត្តដែរអញ្ចឹងអ្វីដែលយើងគួរតែធ្វើមិនបាច់ចាំតែបកស្រាយបើឃើញជាតិកូរ៉េហ្នឹងគាត់បង្ហោះនិយាយពីជនជាតិគាត់អាណិតជនជាតិគាត់ហើយគាត់ស្អប់មកលើជនជាតិយើងប្រទេសយើងអ្វីដែលយើងគួរតែធ្វើមានតែពាក្យមួយយ៉ាងគឺពាក្យសុំទោសតែមួយម៉ាត់ហើយនឹងអ្វីដែលយើងគួរតែធ្វើសម្រាប់ប្រទេសយើងមកអន្តរជាតិអីផ្សេងៗដើម្បីគេមើលឃើញអត់ចាំបាច់អីត្រូវបកស្រាយអីច្រើនទេបកស្រាយគឺជាការដោះសារដែលចំកិច្ចវេះតែប៉ុណ្ណោះពួកយើងទាំងអស់គ្នាគ្រាន់តែស្នើសុំឬក៏ជំរុញទៅរដ្ឋាភិបាលតែរោយុទ្ធធម៌ចាប់មេខ្លោងឲ្យបាននៅក្រោយរឿងហ្នឹងយកមកដាក់ផ្ដន់ទោសតាមច្បាប់តែប៉ុណ្ណឹងទៅគឺបានហើយបើសិនជារាល់ករណីទាំងអស់ហ្នឹងកើតមានឡើងយើងចាប់បានមេខ្លោងចាប់បានអ្នកប្រព្រឹត្តរហូតអ្នកក្រោយក៏វាលែងហ៊ានដែរហើយកុំថាមាននៅស្រុកខ្មែរយើងទៅណាក៏មានដែរសូម្បីនៅកូរ៉េសពថ្ងៃហ្នឹងក៏យូរមានម្ដងដែរប៉ុន្តែគេផ្ដល់ចម្លើយនឹងយុទ្ធធម៌មួយសម្រាប់ជនជាតិផ្ទាល់ដើម្បីឲ្យគេទុកចិត្តហ្នឹងដូចគ្នាវាកើតរឿងហ្នឹងក្នុងប្រទេសយើងដូច្នេះអ្វីដែលយើងគួរតែធ្វើគឺយើងគ្រាន់តែផ្ដល់យុទ្ធធម៌មួយដ៏សមស្របឲ្យពួកគាត់ជាជនរងគ្រោះប្រទេសយើងនឹងមានកេរ្តិ៍ឈ្មោះឡើងវិញហើយបើថាយុទ្ធធម៌ហ្នឹងយើងផ្ដល់ឲ្យហ្នឹងពួកគេពេញចិត្តយើងអាចផ្ដល់សិទ្ធឲ្យមន្ត្រីរបស់ជនជាតិគេផ្ទាល់ហ្នឹងទៅស៊ើបអង្កេតផ្ទាល់នៅស្រុកយើងតើយើងធ្វើហ្នឹងគឺត្រូវដូចជាបងប្អូនខ្លះឃើញកូរ៉េគាត់ស្កល់ទោសមកស្រុកខ្មែរយើងទៅក្រិតជនអញ្ចឹងបែរជានាំគ្នាទៅបកស្រាយតាមពិតការបកស្រាយមានន័យថាគេសម្លឹងមកជនជាតិយើងហ្នឹងគឺមិនចេះទទួលកំហុសចេះតែការបកស្រាយនិងដោះសារឲ្យរួចតែខ្លួនបើសិនជាច្បាប់ប្រទេសយើងខ្លាំងគ្មានពួកក្រិតជននឹងវាហ៊ានមកចូលទេអញ្ចឹងហើយប្រជាជនដែលឃើញពួកគាត់បង្ហោះអញ្ចឹងយើងសូមទោសគាត់ទៅហើយយើងទាំងអស់គ្នាជំរុញឲ្យរដ្ឋាភិបាលរកដំណោះស្រាយឲ្យកាន់តែឆាប់ហើយនឹងកន្លែងដែលក្រិតកម្មអនឡាញបោកប្រាស់ទាំងអស់ហ្នឹងចាប់មកផ្ដន់ទោសទាំងអស់តែប៉ុណ្ណឹងទៅបានហើយមួយថ្ងៃឃើញតែនាំគ្នាទៅដោះសារចេះតែបកស្រាយមិនចេះទទួលកំហុសតាំងរុញដាក់ជនជាតិនេះជនជាតិនោះទាំងតែរឿងទាំងអស់ហ្នឹងគឺកើតនៅប្រទេសយើងផ្ទាល់អញ្ចឹងយើងទាំងអស់គ្នាគួរតែរៀនទទួលកំហុសទៅល្អជាងបើមិនចង់ឲ្យប្រជាជនយើងដែលជាពលករនៅខេត្តប្រទេសត្រូវបានជនជាតិកូរ៉េគេរើសអើងយើងទាំងអស់គ្នាគួរតែចេះទទួលស្គាល់ការពិតបើមិនទទួលស្គាល់ការពិតចេះតែបកស្រាយទេគេកាន់តែវាតម្លៃមកយើងថែមថាជនជាតិយើងនឹងគឺជាមនុស្សដែលមិនចេះទទួលស្គាល់ការពិតចេះតែបកស្រាយរុញដាក់នេះរុញដាក់នោះដើម្បីយករួចខ្លួនអញ្ចឹងគេវាតម្លៃមកពលករនិងជនជាតិយើងទាំងអស់ហ្នឹងគឺដូចតែគ្នាទេអញ្ចឹងឈប់បកស្រាយទៅល្មមឈប់ហើយ